Hello អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចេញពីបន្ទប់ជួលនឹង review អស់ក្រុមផ្លូវក្រុមហើយក៏ខ្ញុំទៅហើយក៏ខ្ញុំជិះទៅតាមផ្លូវខាងក្រោមនេះគឺមានផ្ទះធំហើយផ្ទះនេះធំផ្ទះសុទ្ធតែអស់អាយដាមគ្នាគាត់មកធ្វើនៅកន្លែងជិតមាត់ទន្លេយើងក៏ជិះទៅហ្នឹងខ្ញុំទៅហាងកាហ្វេនឹងពីហាងអញ្ចឹងណាមិនតែនៅជាប់គ្នាហាងមួយគេបើកទៅពីល្បីដែរហើយហាងក្រោយនេះបើកទៅស្ងប់ស្ងាត់ភ្ញៀវប៉ុន្តែទៅថ្ងៃចាំហ្នឹងមានមនុស្សច្រើនតែមើលទស្សនវិជ្ជាតាមផ្លូវដែលទីទៅហាងកាហ្វេនឹងបានផ្ទះម្ដុំហ្នឹងធំហើយណាមួយខាងអ្នកមានអីហ្នឹងគឺផ្ទះនៅជិតមាត់ទន្លេតែគេចាក់ចាក់ពាំងទឹកនេះគួរអស់រាប់ម៉ឺនតែផ្ទះមកហើយផ្ទះធំហើយស្អាតបើជិះទៅមុខទៀតជិះជិតដល់វត្តនេះគឺវត្តបខែងតែពិតខ្ញុំជិះម៉ូតូដូចយឺតទៅដល់មើលវីដេអូនេះមកហើយលឿនដូចជួសង្ការីមើលទិដ្ឋាបានក៏បានអញ្ចឹងណាគាត់ថតកាន់តែវែវបើកស្មានតែយឺតក៏ពិតមើលទៅវីដេអូនេះចាប់ដើមលឿនហើយខ្ញុំថតហ្នឹងឃើញផ្ទះធំហើយប៉ុន្តែមើលឃើញមិនឃើញក៏ហើយប៉ុន្តែមានហាងភោជនាគេទៅដល់កន្លែងមាត់ទន្លេអញ្ចឹងណាយើងចូលឈរទៅញ៉ាំបានហើយផ្ទះនេះគឺជាផ្ទះមើលទៅដូចផ្ទះមហាកាយមកខ្ញុំដែរថតនេះខ្ញុំ slow បន្តិចដាក់យូរទៅបានចាប់ផ្ទះប្លង់ផ្ទះដែរមើលទៅដូចផ្ទះមហាកាយក៏ផ្ទះសាច់នៅម្ដុំនេះគឺជាខាងភោជនាអាហារដ្ឋានវានឹងពេលថ្ងៃសៅរ៍អាទិត្យឃើញមានឬអ្នកជីឡានអ្នកបងប្អូនចង់មកលេងអញ្ចឹងឃើញភោជនីយដ្ឋានតាមផ្លូវនេះមានច្រើនមានធំមានតូចនេះផ្ទះនេះក៏ស្អាតនិយាយទៅសម្បូរផ្ទះធំហើយជីឡាពេលមើលទៅគួរឲ្យតាក់ភ្នែកហើយមុខនេះគឺផ្សារដែលខ្ញុំពាក្យច្រើនខ្ញុំមកទិញនៅពេលដែលផ្សារទៅមានផ្នែកលក់អញ្ចឹងចាប់ដើមពីម៉ោង3ទៅម៉ោង4ម៉ោង6អីម៉ោង5គឺឈប់លក់ប៉ុន្តែយើងជិះពេលថ្ងៃអញ្ចឹងកាក់លួយប៉ុន្តែគឺជាជំនាញខាងចាំថ្ងៃនេះគឺរោងចក្រនេះគេបានគេបិទតាំងយូរប៉ុន្តែឃើញគេចាប់ដើមសាងធ្វើដុំនេះគឺហើយទៅមុខនេះគឺផ្សារពេលព្រឹកប៉ុន្តែឃើញបាក់ដីបាក់ផ្ទះនោះគឺជាផ្សារពេលព្រឹកប៉ុន្តែនៅគេលក់អញ្ចឹងពេលអត់លក់បានផងម្ដងកន្លែងនៅនោះផ្សារច្រើនហើយផ្ទះឃើញផ្ទះធំហើយមកជំនាមាត់ទន្លេហ្នឹងផ្ទះដូចឯកឧត្តមអ្នកមានធំគាត់មកសាងសង់អញ្ចឹងហើយជិះទៅដល់មុខទៀតចិត្តហាងកាហ្វេនេះគឺហាងកាហ្វេនៅឡានចតទី3ប៉ុន្តែជិះថាអត់ចូលហាងកាហ្វេនឹងទេជិះទៅមុខចូលហាងកាហ្វេមួយទៀតប៉ុន្តែហាងកាហ្វេមួយទៀតនេះគាត់សួរប្រាប់សងទៅគាត់ថាចង់ចូលហាងកាហ្វេណាដាក់ប៊ូស៊ីនៅកន្លែងហ្នឹងចឹងហើយខ្ញុំក៏ឈប់ stop គិតមើលសិនថាហាងកាហ្វេនេះហើយក៏ចូលមកហាងកាហ្វេថតបង្ហាញអញ្ចឹងដល់ពេលថតបង្ហាញកំងកាហ្វេទៅជាមួយចែដែលនៅជាប់បន្ទប់គ្នាផ្លប់ធ្វើការអញ្ចឹងដែរឡុកខ្ញុំថតមកតាំងពីបន្ទប់ជួលដែរតាពណ៌ឡើងស្អាតនេះខ្ញុំពងសេរីកាមេរ៉ានៅក្រោមត្រជាក់ជាង
cái lạiនេះថតបញ្ជូថតឡើងបានមកតិចដែរថតដាក់ sorry បានកាហ្វេហ្នឹងទិញប៉ុណ្ណឹងសូមប៉ុណ្ណឹងអរគុណទេបង